គ្រប់ជំរាបសួរលោកគ្រូបាទខ្ញុំបាទឈ្មោះសានសុកជាគ្រូសាស្ត្រថ្នាក់ក2ដែលខ្ញុំនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងមុខវិជ្ជានៃការវិតម្លៃការសិក្សាទៅលើក្រមប្រធានបទគឺក្របខ័ណ្ឌវិតម្លៃនៃលទ្ធផលនៃការសិក្សារបស់សិស្សកម្រិតមត្តេយ្យសិក្សានិងអប់រំចំណេះដឹងទូទៅបាទអញ្ចឹងជាដំបូងយើងធ្វើការសិក្សាស្វែងយល់ថាអ្វីជារង្វាយតម្លៃបាទសំដៅអ្វីជារង្វាយតម្លៃបាទអញ្ចឹងរង្វាយតម្លៃនេះគឺជាផ្នែកមួយក្នុងប្រព័ន្ធអប់រំដែលផ្ដល់ជាមធ្យោបាយនៅក្នុងការស្វែងយល់បាទអំពីការកែលម្អទៅលើលទ្ធផលនៃការសិក្សារបស់សិស្សបាទជាមួយគ្នានេះដែរក៏ជារង្វាយតម្លៃបានជំរុញឲ្យយើងអាចវិនិច្ឆ័យបានទៅលើអីទៅលើគុណភាពប្រសិទ្ធភាពគុណតម្លៃក៏ដូចជាពាក់ព័ន្ធទៅនឹងប្រព័ន្ធអប់រំកម្មវិធីផលិតផលនិងការអនុវត្តផ្សេងដែលគ្រប់គ្រងទៅដល់ការបង្រៀននិងរៀនដល់សិស្សបាទអញ្ចឹងក្នុងរង្វាយតម្លៃនេះគឺផ្ដោតសំខាន់ទៅលើជាផ្នែកមួយនៅក្នុងការជួយទៅដល់ការកែលម្អក៏ដូចជាការស្វែងយល់អំពីលទ្ធផលនៃការសិក្សារបស់សិស្សដែលមាននៅក្នុងកម្រិតមត្តេយ្យសិក្សាក៏ដូចជាចំណេះដឹងទូទៅណាបាទអញ្ចឹងតាមរយៈនេះយើងឃើញថារង្វាយតម្លៃមានសារៈសំខាន់អ្វីខ្លះបាទអញ្ចឹងនៅក្នុងនេះរង្វាយតម្លៃបានផ្ដល់ណាជាផាសតាងពាក់ព័ន្ធជាមួយនឹងការសិក្សារបស់សិស្សណាគឺជាផ្នែកមួយដែលប្រមូលនៅព័ត៌មានក៏ដូចជាផាសតាងផ្សេងដែលពាក់ព័ន្ធជាមួយនឹងបុគ្គលក៏ដូចជាស្ថាប័នរួមទាំងភាគីពាក់ព័ន្ធនានាដែលបម្រើឲ្យនៅក្នុងក៏ដូចជាដែលពាក់ព័ន្ធជាមួយនៅក្នុងប្រព័ន្ធអប់រំបាទតួយ៉ាងដូចជាអីជាការធ្វើតេស្តរបស់សិស្សនៅកម្រិតថ្នាក់ទី3ក៏ដូចជាទី6ក្រោយពេលបញ្ចប់តេស្តយើងទទួលបាននៅលទ្ធផលដែលលទ្ធផលហ្នឹងហើយគឺជារបាយការណ៍ដែលឆ្លុះបញ្ចាំងបង្ហាញឲ្យឃើញអំពីកម្រិតណានៃសមត្ថភាពរបស់សិស្សដែលផ្អែកទៅលើការអនុវត្តនិងធ្វើរបស់សិស្សណានឹងស្វែងយល់បន្តទៀតថាតើតេស្តហ្នឹងបានឆ្លើយតបទៅនឹងកម្រិតសមត្ថភាពរបស់សិស្សទេតើសិស្សអាចអនុវត្តបានទេទៅលើមុខវិជ្ជានីមួយហើយគាត់មានបញ្ហាប្រឈមគាត់មានផលលំបាកទៅលើការធ្វើតេស្តនោះយ៉ាងណាមួយហើយមួយទៀតតើលទ្ធផលដែលទទួលបានហ្នឹងវាឆ្លើយតបទៅនឹងកម្រិតនៃការយល់ដឹងរបស់សិស្សទេសមត្ថភាពរបស់សិស្សទេសិស្សអាចអនុវត្តបានទេសិស្សអាចចូលរួមនៅក្នុងការធ្វើតេស្តនោះបានប្រមាណភាគរយមានន័យថាយើងទៅប្រមូលនៅព័ត៌មានក៏ដូចជាទិន្នន័យដែលយើងទទួលបានទាំងអស់នឹងផងដែរបាទមួយទៀតនោះគឺកម្រិតសមត្ថភាពទៅតាមមុខវិជ្ជាដែលគាត់បានធ្វើបាទហើយយើងត្រូវស្វែងយល់ថាមូលហេតុអីដែលគាត់ធ្វើមិនបានគាត់មានបញ្ហាប្រទះជួបប្រឈមការលំបាកអីខ្លះដែលគាត់ធ្វើមិនបានអញ្ចឹងយើងត្រូវធ្វើការស្វែងយល់មានន័យថាយើងប្រមូលទិន្នន័យយើងធ្វើការប្រមូលយកនៅសំណាក់ដែលជាបញ្ហាជួបប្រទះទាំងអស់នោះដើម្បីយើងធ្វើការពិភាក្សានិងដោះស្រាយបាទមួយទៀតគឺជាផ្នែកក្នុងការជួយជំរុញដល់ការកែលម្អទៅលើការបង្រៀននិងរៀនរបស់សិស្សបាទអញ្ចឹងគឺតាមរយៈលទ្ធផលរង្វាយតម្លៃហ្នឹងគឺយើងអាចនឹងការសន្និដ្ឋានហ្នឹងគឺត្រូវយកមកប្រើដើម្បីធ្វើការដើម្បីជាការអភិវឌ្ឍក៏ដូចជាអនុសាសន៍ដែលគ្រប់គ្រងទៅដល់ការកែលម្អទៅលើប្រព័ន្ធអប់រំក៏ដូចជាពិសេសទាក់ទងទៅនឹងលទ្ធផលសិក្សារបស់សិស្សបាទអញ្ចឹងតាមរយៈដែលយើងបន្ទាប់ពីយើងបានប្រមូលផុសតាងទាំងអស់ហ្នឹងហើយបាទយើងបានរកឃើញអំពីបញ្ហាប្រឈមក៏ដូចជាការលំបាកក៏ដូចជាការជួបប្រទះរបស់សិស្សយើងចាប់ផ្ដើមស្វែងយល់ថាអ្វីដែលយើងត្រូវយកបញ្ហាប្រឈមទាំងអស់ហ្នឹងមកធ្វើការដោះស្រាយក៏ដូចជាកែលម្អនៅចំណុចណាដែលយើងប្រឈមហើយយើងខ្វះខាតណាតាមរយៈយើងកែលម្អប្រព័ន្ធអប់រំរបស់យើងហ្នឹងដែលផ្អែកទៅលើលទ្ធផលនៃការសិក្សារបស់សិស្សបាទហ្នឹងហើយមួយទៀតគឺជាផ្នែកមួយដើម្បីជាព័ត៌មានមួយដែលសម្រាប់គោលនយោបាយឬក៏យើងអាចនិយាយបានថាជាផែនការសកម្មភាពអញ្ចឹងយើងផ្អែកទៅលើលទ្ធផលនៃការរង្វាយតម្លៃក៏ដូចជាព័ត៌មានដែលមានតែជាព័ត៌មានដែលវាមានប្រយោជន៍មួយចំពោះគ្រូផងដែរក្នុងការក៏ដូចជាថ្នាក់ដឹកនាំសាលាណាអ្នកធ្វើនៅផ្នែកនៃលទ្ធផលរង្វាយតម្លៃហ្នឹងក៏ដូចជាអ្នកគោលនយោបាយភាគីពាក់ព័ន្ធណាទាំងសាលារៀនក៏ដូចជាលោកគ្រូអ្នកគ្រូគឺក្នុងការបង្ហាញឲ្យឃើញនៅអ្វីដែលជាចំណុចខ្លាំងក៏ដូចជាចំណុចខ្សោយរួមទាំងបញ្ហាប្រឈមបាទ
តែជួបកន្លងមកណារួមទាំងដំណោះស្រាយនៅក្នុងការអនុវត្តអញ្ចឹងមានន័យថានៅក្នុងការប្រមូលព័ត៌មានសម្រាប់គោលនយោបាយឬផែនការសកម្មភាពនេះគឺជាផ្នែកមួយដែលយើងទទួលបានទិន្នន័យក៏ដូចជាព័ត៌មានទាំងអស់ហ្នឹងដែលជួយឲ្យភាគីពាក់ព័ន្ធមិនថាថ្នាក់ដឹកនាំរបស់សាលាសហគមន៍ក៏ដូចជាក្រសួងភាគីនានាគឺគាត់នឹងជួយនៅក៏ដូចជាយើងបានបង្ហាញឲ្យឃើញអំពីចំណុចដែលខ្លាំងណាដែលយើងបានអនុវត្តកន្លងមកហើយអ្វីដែលជាចំណុចខ្សោយជាបញ្ហាប្រឈមដែលយើងបានជួបប្រទះកន្លងមកតែយើងឈានទៅដល់ការដោះស្រាយទៅលើបញ្ហាទាំងអស់នោះនៅក្នុងពេលយើងទៅអនុវត្តបាទឧទាហរណ៍នៅក្នុងមួយបាទសិស្សគាត់ធ្លាក់បាក់ទុកច្រើនណាតែសារគ្រូបង្រៀនឧទាហរណ៍អញ្ចឹងឆ្លោះប្រចាំងឲ្យឃើញថាឆ្លោះប្រចាំងមកតើក្រសួងមានគោលនយោបាយអ្វីតាក់ទងទៅនឹងគ្រូបង្រៀនដែរទេបាទអញ្ចឹងមានន័យថាចំណុចនេះមួយគឺយើងអាចនិយាយបានជាការលើកយកនៅលទ្ធផលទាំងនោះមកធ្វើការឆ្លោះបញ្ចាំងជាមួយនឹងគោលនយោបាយរបស់ក្រសួងថាដើរស្របទេដើរត្រឹមត្រូវដែរឬទេបាទអាហ្នឹងគឺយើងយកមកធ្វើការគូសបញ្ជាក់ប្រៀបធៀបគ្នាវិញបាទរវាងលទ្ធផលរបស់សិស្សក៏ដូចជាអ្វីដែលជាបញ្ហាដែលយើងកំពុងតែជួបប្រទះហ្នឹងបាទទន្ទឹមនឹងនោះក៏យើងឃើញថាការឆ្លោះបញ្ចាំងបាទការឆ្លោះបញ្ចាំងអំពីប្រព័ន្ធនៃការវិតម្លៃទៅលើលទ្ធផលរបស់សិក្សាលទ្ធផលនៃការសិក្សាអញ្ចឹងនៅក្នុងការឆ្លោះបញ្ចាំងនេះយើងឃើញថាមានរង្វាយតម្លៃរហូតដល់2ដែលយើងយកមកធ្វើការពិភាក្សាគ្នាគឺទី1រង្វាយតម្លៃផ្ទៃក្នុងនិងទី2គឺរង្វាយតម្លៃផ្ទៃក្នុងបាទរង្វាយតម្លៃផ្ទៃក្នុងនេះគឺកើតឡើងជារង្វាយតម្លៃមួយដែលកើតមាននៅក្នុងកម្រិតនៃសាលាបាទកម្រិតនៃសាលារៀនដែលកើតមានដែលជារង្វាយតម្លៃដែលចាប់ដើមពីគណៈគ្រប់គ្រងជាអ្នករៀបចំបាទក្នុងនោះក៏យើងឃើញថារង្វាយតម្លៃក្នុងផ្ទៃក្នុងហ្នឹងគឺយើងមានកម្រិតថ្នាក់រៀនបាទនៅក្នុងកម្រិតថ្នាក់រៀននោះគឺយើងឃើញថាមានការវាយតម្លៃជាប្រចាំបាទវាយតម្លៃជាប្រចាំទៅនៅកម្រិតថ្នាក់រៀនតាមរយៈអីការចូលរួមសកម្មភាពរបស់សិស្សការឆ្លើយសំណួរបាទការធ្វើលំហាត់ក៏ដូចជាការពិភាក្សាក្រុមការធ្វើបទបង្ហាញនិយាយរួមគឺសកម្មភាពនៃការចូលរួមរបស់សិស្សបាទទី2ការប្រឡងប្រចាំខែជាការប្រឡងប្រចាំខែគឺជាការកម្រិតមួយនៃការវាស់ស្ទង់សមត្ថភាពរបស់សិស្សបាទតាមរយៈការបង្រៀននៅមេរៀនមួយនឹងចប់ទៅតើសិស្សគាត់ទទួលបាននៅចំណេះដឹងអំពីមេរៀនហ្នឹងបានប៉ុន្មានបាទឬក៏យើងបង្ហាញអំពីតាមរយៈការបដិបដាបង្ហាញរបស់គ្រូមួយខែពេញឬក៏មួយឆមាសពេញហ្នឹងតើសិស្សគាត់ទទួលបានចំណេះដឹងបែបណាបាទមួយទៀតនោះគឺយើងនិយាយអំពីរង្វាយតម្លៃកម្រិតបតីឬក៏ការត្រៀមលក្ខណៈចូលសាលាអញ្ចឹងកម្រិតនេះគឺស្វែងយល់អំពីចំណេះដឹងរបស់សិស្សបាទមានន័យថាផ្អែកតាមអ្វីដែលយើងបានធ្វើប្រចាំវិតម្លៃប្រចាំថ្នាក់រៀនក៏ដូចជាប្រចាំខែទាំងអស់ហ្នឹងហើយយើងចាប់ផ្ដើមមានការវិតម្លៃមួយក្នុងការពិភាក្សាបាទក្នុងការពិនិត្យមើលថាតើលទ្ធភាពរបស់សិស្សតាមរយៈការអនុវត្តការបង្រៀនហ្នឹងគាត់ទទួលបានលទ្ធគេហៅថាសមត្ថភាពរបស់គាត់ហ្នឹងការអនុវត្តទៅលើការប្រឡងទាំងអស់ហ្នឹងគាត់ទទួលបានលទ្ធផលបែបណាឆ្លើយតបទៅនឹងការបង្រៀនរបស់គ្រូអត់ហើយពិនិត្យមើលអំពីការត្រៀមលក្ខណៈនៃការចូលសិក្សារបស់គាត់នៅថ្នាក់កម្រិតនៃការឡើងថ្នាក់តើអាចឲ្យគាត់ឡើងថ្នាក់បានដែរឬទេហើយបើសិនណាបើមិនអាចតែយើងមាននៅវិធានការអីក្នុងការដោះស្រាយបញ្ហាទាំងអស់នោះបាទមួយទៀតគឺកម្រិតនៅសាលារៀនអញ្ចឹងកម្រិតនៅសាលារៀននេះដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងគឺជាកម្រិតមួយដែលកាត់ឡើងដោយការរៀបចំរបស់គណៈគ្រប់គ្រងក្នុងការវិតម្លៃបញ្ចប់កម្រិតថ្នាក់សិក្សាឬក៏ភូមិសិក្សាដូចយើងមានទាំងការប្រឡងឆមាសបាទមានការប្រឡងឆមាសហ្នឹងក៏ដូចជាការប្រឡងឡើងថ្នាក់បាទសិតតែជាផ្នែកមួយដែលយើងចូលរួមហើយនឹងការប្រឡងអំណានការប្រឡងថ្នាក់ជាតិជាដើមតួយ៉ាងដូចជាការប្រឡងមធ្យមសិក្សាទុតិយភូមិបឋមភូមិជាដើមនេះបាទហើយមួយទៀតនោះគឺការវិតម្លៃផ្ទៃក្រៅបាទការវិតម្លៃផ្ទៃក្រៅហ្នឹងយើងមាន2ទៀតមានកម្រិតថ្នាក់ជាតិក៏ដូចជាថ្នាក់អន្តរជាតិនិងតំបន់បាទថ្នាក់ជាតិយើងមានតេស្តថ្នាក់ជាតិពីទី3ដល់ទី6ណាការប្រឡងថ្នាក់ជាតិនេះក៏យើងមានទាំងមធ្យមសិក្សាទុតិយភូមិក៏ដូចជាបឋមភូមិដែលខ្ញុំបានបញ្ជាក់ហ្នឹងគឺក៏មានរង្វាយតម្លៃអំណាននិងគណិតដំបូងផងដែរចំណុចមួយទៀតគឺកម្រិតអន្តរជាតិនិងតំបន់ដែលយើងមានជាកម្មវិធីមួយនៅក្នុងការលើផ្អែកទៅលើលទ្ធផលរបស់សិស្សចាប់ពីអាយុ15ឆ្នាំឡើងទៅក៏ដូចជាតេស្តរង្វាយតម្លៃលើលទ្ធផលរបស់សិស្សនៅតាមតំបន់បាទ
បទបង្ហាញរបស់ខ្ញុំបានបញ្ចប់សូមអរគុណ